ការប៉ាន់ស្មានហើយការដែលកើតឡើងបន្ទាប់ចូលអានរឿងខាងក្រោមតើនឹងមានហេតុការណ៍អ្វីកើតឡើងចំពោះមាន់គោកចូលអានឧទាហរណ៍រួចពិនិត្យចម្លើយមួយសមស្របសត្វកញ្ជ្រោមមួយបានដេញចាប់មាន់គោករហូតដល់ក្បែរផ្ទះអ្នកភូមិពេលមាន់គោកស្រែកអ្នកភូមិក៏នាំគ្នាចេញមកហើយដេញវាយកញ្ជ្រោងក៏បកក្រោយបោលយ៉ាងលឿនមាន់គោកឃើញដូច្នេះគិតថាកញ្ជ្រោងខ្លាចខ្លួនក៏រត់ដេញកញ្ជ្រោងរហូតដល់កំបាំងផ្នែកអ្នកស្រុកក៏មាន់គោកនិងកញ្ជ្រោងព្រមព្រៀងរាប់គ្នាជាមិត្តមិនអាចខមាន់គោកត្រូវកញ្ជ្រោងស៊ីអាចកញ្ជ្រោងរត់ពាន់មាន់គោកមិនអាចចម្លើយខសំហេតុផលជាងចម្លើយកនិងកភាពប៉ັດកញ្ជ្រោងមិនខ្លាចមាន់ទេហើយម្យ៉ាងទៀតមាន់និងកញ្ជ្រោងពុំអាចព្រមព្រៀងរាប់អានគ្នាឡើយប៉ាន់ស្មានហេតុការណ៍មានន័យថាទាយឬប្រមល់មើលហេតុការណ៍សមស្របណាមួយដែលអាចនឹងកើតមានឡើងដោយផ្អែកលើព័ត៌មានដែលគេបានផ្ដល់ឲ្យ